បុណ្យសទ្ធាលើកឡើងបែបនេះបន្ទាប់ពីភាគរយនៃការឈ្នះឡានសម្រាប់ក្លឹបរបស់លោកគ្រូធុនសុភាកាន់តែតិចបន្ទាប់ពីសិស្សរបស់ខ្លួនចំនួន2រូបបានចាញ់នៅក្នុងកម្មវិធីស្រី Kingdom បាទសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យដែលបងប្អូនបានទស្សនាកន្លងមកបងប្អូនប្រិមិត្តប្រហែលជាបានដឹងហើយតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករក្លឹបរបស់លោកគ្រូធុនសុភាបាទបានចាញ់2រូបហើយបងប្អូនបាទចាញ់2រូបហើយមកដល់ពេលនេះបាទសម្រាប់កីឡាករបុណ្យសទ្ធាគាត់បានលើកឡើងតែម្ដងបាទតាក់ទងជាមួយនឹងការប្រកួតរបស់ខ្លួនជាមួយនឹងកីឡាករធុនម៉េងហុងដែលនឹងត្រូវប៉ះជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយបុណ្យសទ្ធាខ្លួនឯងគឺត្រូវប៉ះជាមួយនឹងកីឡាករប៉ែនកៈមហាម៉ាត់ជារួមបាទសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបើតាមការលើកឡើងរបស់កីឡាករធុនបុណ្យសទ្ធាបាទគាត់បានលើកឡើងថានៅសល់3គូទៀតបាទរវាងកីឡាករពេជ្រសម្បត្តិប៉ះជាមួយនឹងកីឡាករធុនម៉េងហុងកីឡាករបុណ្យសទ្ធាប៉ះជាមួយនឹងកីឡាករប៉ែនកៈមហាម៉ាត់រួមជាមួយនឹងកីឡាករពេជ្រអាទិទេពប៉ះជាមួយនឹងកីឡាករប៉ែនកៈយ៉ាស៊ីនបាទព្រឹត្តិការណ៍នេះអ្នករៀបចំកម្មវិធីក៏មិនចង់ទុកឲ្យនៅវែងឆ្ងាយអីដែរបាទអញ្ចឹងមានការរៀបចំព្រឹត្តិការណ៍នេះមួយបាទគឺគេថានៅសប្តាហ៍តែមួយតែម្ដងគឺនៅថ្ងៃទី13-14បាទខែមិថុនាឆ្នាំ2026នេះហើយតើក្លឹបណានឹងអាចនាំយកបាទឡានជូនក្លឹបបាទជូនលោកគ្រូបានបាទរៀងខ្លួនហើយគាត់បានលើកឡើងថាបើទោះបីជាក្លឹបរបស់លោកគ្រូធុនសុភាបាទភាគរយតិចស្ទើរតែអស់ឱកាសក៏ដោយតែពួកគាត់ទាំងពីរបាទចុងក្រោយនេះនឹងខំប្រឹងយកខ្សែក្រវ៉ាត់ចូលក្លឹបនឹងខំប្រឹងអស់ពីសមត្ថភាពបាទមែនតើទៅបើទោះបីជាពីប្រកួតនេះបាទសិស្សរបស់លោកគ្រូធុនសុភា2រូបចាញ់ទាំង2រូបប៉ុន្តែសម្រាប់ឱកាសនៅតែមានបាទមិនបានថាឱកាសនៅតែមានបាទសម្រាប់ការនាំយកឡានចូលក្លឹបដោយសារតែមែនតើទៅក្លឹបរបស់លោកគ្រូពេជ្រសុផាន់បាទចេញប្រកួត2នាក់ឈ្នះតែមួយទេបងប្អូនបាទទោះបីជាលោកគ្រូសេនមុនថេនគាត់ចេញ2នាក់ឈ្នះទាំងពីរប៉ុន្តែករណីបាទសិស្ស2នាក់ចុងក្រោយរបស់គាត់មានប៉ែនកៈមហាម៉ាត់ក៏ដូចជាប៉ែនកៈយ៉ាស៊ីនបាទចៃដនគាត់ចាញ់ទាំងពីរហើយចាញ់ទៀតសោតចាញ់ដោយសន្លប់ទៀតមិនរឹតតែខើចបាទហើយសម្រាប់សិស្សរបស់លោកគ្រូធុនសុភាឧទាហរណ៍ថាគាត់ឈ្នះទាំងពីរបងប្អូនបាទឧទាហរណ៍ថាគាត់ឈ្នះទាំងពីរហើយឈ្នះដោយសន្លប់ទាំងពីរទៀតមិនរឹតតែអែមបងប្អូនបាទមិនរឹតតែអែមហើយអញ្ចឹងគឺជាឱកាសរបស់កីឡាករគឺជាឱកាសរបស់កីឡាករក្នុងក្លឹបរបស់ធុនសុភាវិញហើយអាហ្នឹងចាប់ដើមគេគិតទឹកគិតនីតិគិតអីទៀតហើយបងប្អូនបាទអញ្ចឹងយ៉ាងណាមិញយើងក៏មិនទាន់ដឹងដែរបាទចំពោះការប្រកួតនេះគាត់ថាធម្មតាបច្ចុប្បន្នលោកគ្រូសេនមុនថេនគាត់អាចមានឱកាសច្រើនដោយសារតែគាត់ហៅថាឈ្នះ2ប្រកួតហើយបាទឈ្នះ2ហើយចឹងក្លឹបដែល Top 1 គឺក្លឹបរបស់លោកគ្រូសេនមុនថេននៅបច្ចុប្បន្ននេះហើយបន្ទាប់មកគឺក្លឹបរបស់លោកគ្រូពេជ្រសុផាន់ហើយបន្ទាប់ចុងក្រោយគឺក្លឹបរបស់លោកគ្រូធុនសុភាដែលអត់ទាន់មានអ្នកឈ្នះសោះតែម្ដងបងប្អូនបាទអញ្ចឹងអត់ទាន់មានអ្នកឈ្នះទេហើយសម្រាប់លោកគ្រូពេជ្រសុផាន់គាត់មាន1ហើយមាន1នៅសល់2អ្នកទៀតពេជ្រសម្បត្តិនិងពេជ្រអាទិទេពសិតតែរបស់ស៊ីនរបស់ក្លឹបរបស់គាត់ហើយបាទឱកាសរបស់គាត់ក៏អាចមានដែរអញ្ចឹងអាចថាលោកគ្រូធុនសុភាពិបាកនឹងឈ្នះបាទប៉ុន្តែសម្រាប់លោកគ្រូពេជ្រសុផាន់ទោះបីជាគាត់ចាញ់1ឈ្នះ1មែនប៉ុន្តែឱកាសគាត់នៅតែមានបាទនៅតែរដំរសងជាមួយនឹងលោកគ្រូសេនមុនថេនមូលហេតុអីបាទដោយសារតែពេជ្រសម្បត្តិមួយធុនម៉េងហុងបាទយើងអាចថាពេជ្រសម្បត្តិអាចនឹងឈ្នះកីឡាករធុនម៉េងហុងខណៈដែលធុនម៉េងហុងបើឈ្នះពេជ្រសម្បត្តិក៏តឹងបាទអញ្ចឹងឱកាសរត់តែធ្លាក់ធ្ងន់ទៅលើលោកគ្រូធុនសុភាទៀតដែរថាឱកាសរត់តែតិចបាទបើប្រៀបធៀបជាមួយនឹងពេជ្រអាទិទេពជាមួយនឹងកីឡាករប៉ែនកៈយ៉ាស៊ីនបាទវាមួយយ៉ាងម្នាក់គូនេះអាចមានទៅមានមកស្រួលអាចមានអ្នកស្លាប់ក៏អាចថាបានដោយសារតែគូនេះថាបុកដូចគ្នាហើយបច្ចេកទេសនៃការផ្ដួលដៃគូគឺមានដូចគ្នារហ័សរហួនដូចគ្នាព្រោះគីឡូគាត់តូច
bà cả lô hàm pal chẳng miền ấy bông ôn mà miền ta bốc hay ta bốc ấy miền ấy nấu bông ôn mà tập do cả thà thăm mò ấy vì tường máu miền ấy nấu bông ôn mà chẳng ai mơ mình khơi đây bà cú đi rồi viên là co bây giờ thì tiếp chỉ môi nên là co pan cả giả xin bà chẳng cú đại giấy chia rùm món bà sầm rạp pratica Sri Kingdom ní cứ sầm rạp club ball lục lục thôn rồi phía riêng khai chính kế bà khả năng đại lục lục bây giờ phán có mình toàn chia khai ấy đái bà xem là trên này pi bку ní tiết cứ đăng tại trên này hái bà cứ đăng tại trên này hái sầm rạp pratica ní tạiขณะได้ลูกครูเซนเทนกดชนะแต่เห็นแต่ชนะแต่มวยกดชนะหายดอกใบจังเรื่องปฏิบัติตรงจะมวยนั่งลูกครูไปจะผ่านบางปนบ่าจังกูนี่เรื่องตังอ้ายบางปนบ่าลองจำทั้งไงตีดอกใบดอกบุญถึงออกนี่คายมีถุนน้าชนะปีปอนมาเพย์ผมมวยบ่าจังวิดีโอนี้ส่งมาจอบแต่ปัญหาส่งออกคนส่งจุ่มเรียบเรีย